មុននឹងចូលដល់វីដេអូឲ្យមានសូមអរគុណសម្រាប់អ្នកដែលបាន donate មកកាន់ admin ដូចគ្នាក៏ប៉ុន្តែមានរក QR គាត់ឃើញទេណាគ្នាគឺ admin បាត់មួយថ្ងៃហ្នឹងគឺរកអត់ឃើញសោះហ្មងហើយ admin ក៏សុំទោសដែរបើសិនជាគ្នាយើង donate មកកាន់ admin ហើយ admin អាចបានបង្ហាញឥឡូវកុំឲ្យខាតពេលយូរតោះយើងទៅតាមដានសាច់រឿងរបស់ពួកយើងទាំងអស់គ្នាការពីចុងពេលមុនយើងបានដឹងហើយថា GO កំពុងតែជួបគ្រោះថ្នាក់ក៏ប៉ុន្តែសំណាងល្អបានបងស្រីរបស់ Heiji នាងបានមកជួយចំណែកមេវិជាការអេននៅវិញគាត់ខឹងមែនតើដែលមានអ្នកកាត់មុខគាត់នេះគឺជាភារកិច្ចរបស់គាត់ដែលទទួលបញ្ជាពីថ្នាក់លើតើមេបញ្ជាការ Hein អត់ដឹងពីរឿងនេះទេមែនជំនួយការរបស់នាងក៏បានឆ្លើយជំនួសអត់ទេនេះគឺជាករណីលើកលែងគាត់គឺមានអត្ថភាពជាងអំពីរឿងក្តីមួយនេះហើយគាត់ក៏ទៅតែទទួលបានដីកាចាប់ខ្លួនលីឆេវុនដូចគ្នាដូច្នេះហើយលោកសូមថយចេញទៅតែថាមេបញ្ជាការជីនក៏អត់ចង់និយាយពីឆេវុនទេអ្នកដែលគាត់ចង់កំចាត់នោះគឺជា GO ណា GO ឯវិញកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ហើយចំណែកមេបញ្ជាការជីនគាត់ក៏បានបញ្ជាគ្នារបស់គាត់បាញ់ទៅកាន់ GO ទៅក្រុមការបញ្ជាមួយនេះគ្នាកងទ័ពរបស់គាត់ក៏ចាប់ផ្ដើមធ្វើតាមក៏ប៉ុន្តែថាក្រុមកំភ្លើងទាំងអស់ហ្នឹងគឺមិនបានដំណើរការនោះទេដោយសារតែបានជំនួយអំពីមេបញ្ជាការ Hein គាត់គ្រាន់តែកម្រើកម្រាមដៃគាត់តែបន្តិចនោះទេកំភ្លើងរបស់ទាហានទាំងនោះក៏ត្រូវបានបែកបាក់ទាំងអស់ចិត្តការពុននឹងអស់គាត់ក៏បាននិយាយបន្តទៀតថាចំណែក GO ម្នាក់នោះក៏ស្ថិតក្រោមការស៊ើបអង្កេតរបស់យើងដែរគ្រាន់តែគេមិនទាន់បានចុះក្នុងបញ្ជីរបស់យើងគាត់ក៏បានបង្ហាប់ថាគាត់កំពុងតែស៊ើបអង្កេតអំពីមន្ទីរពិសោធន៍ Hermes មេបញ្ជាការជីនបន្ទាប់ពីឮថាមន្ទីរពិសោធន៍ Hermes គាត់ភ័យខ្លាំងមែនទែនរួចក៏ផ្ដល់ការងារទាំងអស់នេះឲ្យមេបញ្ជាការជីនជាអ្នកដោះស្រាយទៅមេបញ្ជាការជីនក៏ធ្វើអញ្ចឹងគឺត្រូវហើយមូលហេតុហ្នឹងក៏ដោយសារតែមនុស្សដែលត្រូវបានគេពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ Hermes ហ្នឹងគឺមានគ្រោះថ្នាក់ខ្លាំងណាស់ហើយដោយសារតែគាត់មិនដឹងទេថាមនុស្សទាំងអស់នេះចេញមកពីមន្ទីរពិសោធន៍ Hermes បើសិនជាគាត់ដឹងគឺគាត់មិនមកនោះទេមន្ទីរពិសោធន៍នេះត្រូវបានគេស្គាល់គ្រប់គ្នាហើយក៏ល្បីឈ្មោះខ្លាំងដែរអញ្ចឹងយើងបន្តសាច់រឿងយើងទៀតសាច់រឿងបានកាត់មកដល់ខាងមន្ទីរពិសោធន៍ឯវិញតាមការនិយាយរបស់មេបញ្ជាការ Heijin ពួកយើងបានដឹងថាមិត្តភ័ក្តិរបស់ GO ដែលស្ថិតនៅក្នុងមន្ទីរពិសោធន៍ Hermes ដែលរត់គេចខ្លួនទាំងអស់ហ្នឹងគឺត្រូវបានគេចាប់ខ្លួនយកទៅវិញអស់ហើយការដែលពួកគេទាំងអស់គ្នារត់គេចខ្លួនបានហ្នឹងក៏ដោយសារតែគេដោះលែងនោះទេ GO គាត់លឺអញ្ចឹងគាត់តក់ស្លុតក្នុងចិត្តខ្លាំងណាស់កំពុងតែនិយាយជាមួយនឹង GO សុកជំនួយការរបស់គាត់ក៏បានចូលមកដល់រួចយកប្អូនស្រីរបស់ Chewon ចូលមកក្នុងទីនេះដូចគ្នាការបង្ហាញខ្លួនរបស់នាងមិនមែនគេចាប់បង្ខំនោះទេគឺនាងមកដោយស្ម័គ្រចិត្តប្អូនស្រីរបស់ Chewon មានឈ្មោះថា Lee Chaeyeon បន្ទាប់មកមេបញ្ជាការ Hein ក៏បានដើរទៅនិយាយជាមួយក្មេងស្រីម្នាក់នោះដោយគាត់បាននិយាយថាបើសិនជានាងមិននិយាយការពិតនោះទេបងប្រុសរបស់នាងនឹងទទួលកំហុសទាំងអស់គ្រប់យ៉ាងតែម្នាក់ឯងហើយនៅទីបំផុតនាងក៏បានឆ្លើយប្រាប់រឿងគ្រប់យ៉ាងក៏ដោយសារតែនាងបើសិនជាបងប្រុសមិនធ្វើរឿងគ្រប់យ៉ាងដោយសារតែនាងទេបងប្រុសរបស់ខ្ញុំក៏មិនជួបរឿងទាំងនេះដែរមេបញ្ជាការ Hein គាត់បានលួងលោមឲ្យនាងឆ្លើយប្រាប់គាត់មកដោយនាងបាននិយាយរំលឹកកាលពី3ឆ្នាំមុនថានៅពេលដែលបងប្រុសរបស់គាត់ចេញពីមន្ទីរពិសោធន៍វិញពេលដែលមកដល់ផ្ទះគាត់បានដឹងថាពុកម្ដាយរបស់គាត់បានចែកឋានហើយរីឯប្អូនស្រីរបស់គាត់មានជំងឺប្រចាំកាយអត់អាហារញ៉ាំរួមទាំងអត់បានទៅសាលារៀនទៀតដោយជួបវិបត្តិគ្រួសារបងប្រុសរបស់នាងក៏បង្ខំចិត្តធ្វើការទាំងទម្ងន់ប្រាក់ខែរបស់គាត់បើកមួយខែគឺមិនដែលសល់នោះទេតែងតែយកមកព្យាបាលជំងឺរបស់ខ្ញុំរហូតក៏ប៉ុន្តែថ្ងៃមួយមានមនុស្សមួយក្រុមបានចូលមកដល់ផ្ទះរបស់ពួកយើងរួចចាប់អំបែកពួកយើងទាំងពីរចេញពីគ្នាហើយនៅពេលនោះមានបរិយាអាកបាំងម្នាក់ដើរចេញមកដោយសន្យាថានឹងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួនហើយបានឲ្យបងប្រុសរបស់ខ្ញុំទៅធ្វើការជាមួយគាត់ចាប់តាំងពីពេលនោះមកជំងឺរបស់ខ្ញុំក៏ត្រូវបានព្យាបាលហើយថែមទាំងបានចូលរៀនទៀតផងក៏ប៉ុន្តែខ្ញុំមិនដឹងថាជារៀងរាល់យប់គាត់បាត់ទៅធ្វើអីនោះទេក្រោយពេលដែលស្ដាប់រឿងទាំងនេះចប់ជំនួយការរបស់គាត់ក៏យកនាងចេញទៅបន្ទាប់មកមេបញ្ជាការ Heijin គាត់បាននិយាយបញ្យល់ទៅកាន់ GO ថាបើទោះបីជាគាត់ចង់ជួយប្អូនស្រីរបស់គាត់ក៏ដោយក៏ប៉ុន្តែការប៉ັດគាត់ចង់យកឯងទៅឲ្យមន្ទីរពិសោធន៍វិញបើឯងចង់ជួបគេឯងអាចនិយាយជាមួយគេបានបន្ទាប់មក GO គាត់ដើរទៅនិយាយជាមួយនឹង Chewon ឥឡូវនេះយើងបានដឹងរឿងរបស់ឯងអស់ហើយក៏ប៉ុន្តែ Chewon វិញក៏អត់មានពាក្យអីនិយាយនោះទេ Chewon កាន់តែមិននិយាយ GO គាត់កាន់តែខឹង GO គាត់និយាយចំទៅកាន់ Chewon ថាឯងដេកចាំទទួលយកវិបដិសារីទៅនៅពេលដែលឯងលក់យើងឲ្យទៅកាន់វារីឯ Chewon ក៏បាននិយាយថាត្រូវហើយវាសមនឹងតម្លៃហើយនិយាយចប់គាត់រៀបនឹងបិទទៅហើយក៏ប៉ុន្តែ GO ក៏បាននិយាយលឺថាប្អូនស្រីរបស់ឯងគ្មានកំហុសនោះទេហើយប៉ូលីសនឹងសន្យាថានឹងមើលថែនាងឲ្យបានល្អនិយាយចប់មេបញ្ជាការ Hein ក៏បានបង្ហើបអំពីគម្រោងការរបស់គាត់ប្រាប់ទៅកាន់ GO គាត់នឹងមានបំណងទៅស៊ើបអង្កេតដល់មន្ទីរពិសោធន៍ Hermes តែម្ដងបើសិនជាឯងចាប់អារម្មណ៍អាចចូលរួមជាមួយនឹងយើងបានយើងនឹងស្វាគមន៍ឯងជានិច្ចចង់បញ្ចប់នៅភាគនេះគាត់ក៏បានសន្យាជាមួយនឹងខ្លួនឯងថាគាត់នឹងកំទេចមន្ទីរពិសោធន៍ Hermes ឲ្យខ្ទេចតែម្ដងចុះពីនឹងមកយើងឃើញថា Hein ក៏បានមកផ្ទះវិញហើយរឿងទី1ដែលនាងធ្វើនោះគឺរត់ទៅអោប Heiji របស់នាងគឺជាប្អូនស្រីតូចដ៏គួរឲ្យស្រឡាញ់របស់នាងនឹងឯងបែកគ្នាយូរណាស់មកហើយទើបតែបានជួបថ្ងៃនេះទេចំណែក GO ក៏បានគិតថាមេវិជាការ Hein នៅពេលដែលធ្វើការគឺមើងមកខ្លាំងណាស់ក៏ប៉ុន្តែគាត់គឺពិតជាស្រឡាញ់ប្អូនស្រីរបស់គាត់ខ្លាំងមែនទែន
ណែហេជីនាងឆ្លៀតសួរទៅកាន់ GO ថាតើមិត្តភក្តិរបស់លោកយ៉ាងម៉េចហើយ GO ក៏ប្រាប់ទៅថារឿងទាំងអស់ហ្នឹងគឺត្រូវបានដោះស្រាយរួចរាល់ហើយហេជីនឹងឮអញ្ចឹងនាងក៏អស់បារម្ភដែរហើយក៏បបួលនាងទាំងអស់គ្នាមកញ៉ាំម្ហូបស្នាដៃរបស់នាងបានធ្វើបន្ទាប់ពីបានឃើញម្ហូបដែលហេជីបានធ្វើហើយហេអ៊ីនគាត់ឆ្ងល់ថាម្ហូបមួយនេះតើអ្នកណាជាអ្នកប្រាប់ហេជីនឹងក៏ប្រាប់តាមត្រង់ទៅតែប៉ុន្តែនាងសួរឆាត AI GPT ហេអ៊ីនដែលថានាងចេះធ្វើម្ហូបអញ្ចឹងនាងក៏បានបញ្ចូលប្រាប់ប្អូនស្រីរបស់នាងក្នុងមុខម្ហូបរបស់យើងតើកាលណាដាក់ផ្លែឈើចូលវាប្រៀបបានដូចជាកាកសំណល់អញ្ចឹងតែឯងបរិភោគទៅគឺវាបណ្ដាលឲ្យឯងឈឺពោះហេជីមុននឹងឡើងសប្បាយចិត្តហើយឡើងជឿជាក់តែដល់ពេលដែលឮហេតុផលរបស់បងស្រីរបស់នាងនិយាយមកនាងក៏ចាប់ផ្ដើមបន្ទោសខ្លួនឯងដោយសារតែនាងធ្វើម្ហូបមិនបានល្អដូចជាបងស្រីហេអ៊ីនបន្ទាប់ពីឃើញប្អូនស្រីរបស់នាងពិបាកចិត្តអញ្ចឹងនាងក៏ទ្រាំលេបដើម្បីប្អូនស្រីរបស់នាងបើទោះបីជាវាពិបាកលេបយ៉ាងណាក៏ដោយចំណែកហេជីនាងភ័យមែនតើដោយសារតែនាងបានលើបងស្រីរបស់នាងថានឹងញ៉ាំអត់កើតទេក៏ប៉ុន្តែគាត់បែរជាញ៉ាំទៅវិញឯហេអ៊ីននាងអត់ខ្វល់ទេនាងបាននិយាយថាអូយមិនអីទេគឺញ៉ាំហេជីនឹងលឺអញ្ចឹងនាងសប្បាយចិត្តឡើងមកវិញទៅនៅពេលនេះនាងគិតថានាងចេះធ្វើម្ហូបហើយហ្នឹងហើយទាំងតែបងស្រីរបស់នាងគឺពិបាកលេបខ្លាំងមែនតើទ្រាំដើម្បីនាងក៏បានសរសើរខ្លួនឯងដែរថាប៉ាកែម៉េះសូម្បីតែ GO គាត់ក៏បានសរសើរដែរថាម្ហូបរបស់ហេជីនាងធ្វើគឺឆ្ងាញ់មែនតើអត់និយាយលេងទេគាត់ញ៉ាំអស់ពីចានតែម្ដងហេអ៊ីននាងឃើញអញ្ចឹងនាងក៏បានគិតក្នុងចិត្តថាចុំអាល្អិតម្នាក់នេះវាកំពុងតែព្យាបាលកោសិកាក្នុងដាតវាមែនបន្ទាប់ពីញ៉ាំអាហារកន្លែងហ្នឹងចប់ហើយហេអ៊ីននាងមានរឿងមួយចង់និយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហេអ៊ីននាងបាននិយាយថាការដែលនាងព្រមឲ្យ GO ស្នាក់នៅនេះវាជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះគោលបំណងរបស់នាងគឺថាចង់ឲ្យ GO ហ្នឹងទៅនៅទីស្នាក់ការកណ្ដាលដោយសារតែកន្លែងហ្នឹងគឺវាមានសុវត្ថិភាពជាងនៅទីនេះចំណែក GO វិញច្បាស់ណាស់គឺគាត់មិនសប្បាយចិត្តឡើយក៏ប៉ុន្តែគាត់មិនអាចធ្វើអ្វីបានទេចំណែកហេអ៊ីននាងបន្ទាប់ពីនិយាយចប់នាងក៏បានទៅសួរអ្នកដែលនៅទីស្នាក់ការកណ្ដាលរកកន្លែងស្នាក់នៅឲ្យ GO តែអ្នកដែលនៅទីស្នាក់ការកណ្ដាលហ្នឹងប្រាប់ថាអត់មានកន្លែងដែលទំនេរនោះទេអញ្ចឹងវាទៅការរយៈពេលយូរទៀតបានមានកន្លែងទំនេរដូច្នេះហើយនាងព្រមឲ្យ GO ស្នាក់នៅជាមួយពួកគេមួយរយៈពេលខ្លីសិនបន្ទាប់ពីដឹងដំណឹងនេះហើយទាំងហេជីទាំង GO សុទ្ធតែសប្បាយចិត្តទាំងអស់ក៏ប៉ុន្តែរឿងមួយនេះគឺមិនទាន់ចប់នោះទេបងស្រីរបស់ហេជីនាងបាននិយាយថាគាត់មានលក្ខខណ្ឌចំនួន10ដើម្បីឲ្យ GO ធ្វើតាមគាត់ក៏ចាប់ផ្ដើមនិយាយទាំងមើងម៉ាត់ដើម្បីឲ្យ GO បានដឹង1ឯងអាចគេងបានតែនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុណ្ណោះ2ហាមចូលក្នុងបន្ទប់ហេជី3ហាមឈរក្បែរបន្ទប់ទឹកចម្ងាយ10ម៉ែត្រពេលដែលហេជីនាងកំពុងចូលងូតទឹក4រងចាំ30នាទីបន្ទាប់ពីហេជីនាងប្រើបន្ទប់ទឹករួច5ការបោកសលៀកបំពាក់ទៅតែដាច់ដライពីគ្នា6មុននឹងចូលបន្ទប់នរណាម្នាក់ត្រូវគោះទ្វាររួចរងចាំការអនុញ្ញាតទើបអាចចូលបាន7ហាមសម្លឹងមើលមុខហេជីយូរពេក8ហាមប៉ះរាងកាយហេជីជាដាច់ខាត9ច្បាប់នឹងទៅតែរឹតបន្តឹងទ្វេដងនៅពេលដែលខ្ញុំមិននៅ10ឯងត្រូវតែញ៉ាំម្ហូបហេជីអស់បើទោះបីជានាងមិនចេះធ្វើម្ហូបឬក៏ធ្វើមិនឆ្ងាញ់ក៏ដោយបន្ទាប់មកគាត់ឲ្យ GO ចុះហត្ថលេខាទៅលើกระดาษមួយហ្នឹងគាត់ក៏គម្រាមទៅកាន់ GO បើសិនជាឯងហ៊ានល្មើសច្បាប់ទាំងហ្នឹងយើងនឹងចាប់ប្រហារជីវិតឯងជាពិសេសកុំឲ្យតែយើងឃើញឯងនៅក្នុងបន្ទប់ហេជីតែយើងឃើញឯងនឹងដឹងលទ្ធផលហើយចេញមកកាចបដ ாய் មើលណាគេខ្លះដែលមានបងស្រីកាចអញ្ចឹងក៏មិនឯងមានបានដឹងផងបន្ទាប់មកហេអ៊ីននាងក៏បានតេស្តសមត្ថភាពទៅលើ GO ថា GO នោះគាត់មានសមត្ថភាពអីគេនាងក៏បានគិតមួយសន្ទុះរួចក៏បានយកឧបករណ៍វាស់កម្លាំងឲ្យទៅកាន់ GO វាស់ក្នុងការប្រើប្រាស់វាយើងគ្រាន់តែច្បាច់ទៅកាន់វាប៉ុណ្ណោះរួចវានឹងលោតតួលេខឲ្យយើងបានដឹងហើយនៅពេលដែល GO គាត់ប្រឹងច្បាច់ឧបករណ៍នោះគឺធ្វើឲ្យឧបករណ៍នោះខ្ទេចតែម្ដងដោយពួកយើងបានដឹងថាកម្លាំងរបស់គាត់គឺពិតជាខ្លាំងបន្ទាប់មក Hey In នាងក៏បានតេស្តសមត្ថភាពបន្តទៀតដែលពួកយើងបានដឹងថា GO គាត់ក៏មានសមត្ថភាពក្នុងការបំលាស់ទីលឿនផងដែរដូច្នេះហើយគាត់ក៏បានសន្និដ្ឋានបានដឹងថា GO គឺមានសមត្ថភាព3ដូចជាការផ្ស៊ីសះស្បើយលឿនពីលបួរលបឿនលឿននិងកម្លាំងខ្លាំងបន្ទាប់មក Hechi នាងក៏បានដើរមកដល់ដោយនាងបានយកកូកា2កំប៉ុងមកឲ្យពួកគេញ៉ាំ GO គាត់ឃើញអញ្ចឹងគាត់រត់ទៅមុនគេហ្មងនៅពេលនេះពួកគេគឺមានក្តីសុខខ្លាំងមែនតើចំណែក GO ឯណែវិញនៅពេលដែលគាត់ឃើញកូកាអញ្ចឹងគាត់ចាប់ផ្ដើមនឹកទៅកាន់ឆេវុនណៃ Hechi នឹងឃើញទឹកមុខ GO សែតអញ្ចឹងនាងក៏បានចូលទៅលួងលោមទៅបើនៅក្នុងចិត្តរបស់ GO ឯណែវិញ Hechi នាងគឺជាមនុស្សស្រីម្នាក់ដែលគាត់ទុកចិត្តជាងគេពីដើមមកមានតែ Hechi ទេដែលជួយគាត់ច្រើនជាងគេទាំងអស់ព្រឹកស្អែកនៅឯសាលារបស់ Hechi យើងឃើញថា GO គាត់ក៏បានចូលរៀនដូចគ្នាដោយលោកគ្រូក៏បានណែនាំ GO ប្រាប់ទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាដោយក្មេងប្រុសម្នាក់នេះគឺមានឈ្មោះថា Kim GO នឹងឯអ្នកគ្នាមូលហេតុដែលមិនចេញរឿងយូរហ្នឹងក៏ដោយសារតែរឿងគេគឺទៅតែចេញនោះទេហើយនៅពេលដែលគេចេញមកភ្លាមហ្នឹងគឺគេអត់តន់ដាក់ឲ្យយើងអាន free ទេគឺគេដាក់លក់ទៀតណែគ្នាអញ្ចឹងឲ្យមានត្រូវចាំយូរខ្លាំងមែនតើអញ្ចឹងដើម្បីកុំឲ្យគ្នាយើងចាំយូរឲ្យមាននឹងសម្រាប់រឿងថ្មីបើទោះបីជាគ្នាយើងអត់ចង់មើលរឿងថ្មីក៏ដោយហើយសាច់រឿងរបស់ពួកយើងឲ្យមានសូម slash ត្រឹមតែប៉ុណ្្នឹងសិនបើសិនជាអ្នកគ្នាគិតថាល្អមើលកុំភ្លេចជួយ subscribe និង comment ម្នាក់មួយហើយមានក៏សូមអរគុណអ្នកដែលបានតាមដានវីដេអូនេះពីដើមដល់ចប់ដូចគ្នាអញ្ចឹងជាចុងក្រោយមានពាក្យអីច្រើនទេគឺអរគុណអ្នកគ្នាបាយ